ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមកធ្វើនំចុកទឹកម៉ាំគេឥឡូវកំពុងល្បីខ្លាំងណាស់ហើយរូបមន្តហ្នឹងគឺបានមកពីម៉ាក់អូនតាំងគេកំពុងល្បីធ្វើតាមគាត់ច្រើនខ្លាំងមែនតើធ្វើហើយក៏ម្នាក់និយាយថាឆ្ងាញ់ហើយខ្ញុំមិនដែរញ៉ាំទេថ្ងៃនេះគឺមកសាកធ្វើមើលចង់ឲ្យដឹងមើលឆ្ងាញ់ដូចគេថាមែនអត់ហើយចំពោះវិធីធ្វើគ្រឿងផ្សំវិញគឺអត់សូវមានអីច្រើនហ្មងទេតួអង្គសំខាន់ម៉ាំហើយមួយប្រហុកហើយគ្រឿងកាត់ឆ្អាបគឺមានម្នាស់ខ្ជាយហើយនិងគល់ក្រៃផ្នែកសាច់ខ្ញុំមានត្រីបកាម្ទេសសម្រាប់ធ្វើទឹកជ្រលក់ហើយនិងទឹកដូងមួយផ្លែឥឡូវខ្ញុំចាប់ផ្ដើមមកធ្វើការដាំទឹកស៊ុបរបស់យើងគឺខ្ញុំប្រើទឹកចំនួន2លីត្រសម្រាប់2លីត្រហ្នឹងគឺយើងអាចធ្វើបានពី5ចានដល់6ចាននេះធំៗដែរអញ្ចឹងណាដាំទឹកនៅពុះសិនចាំពេលទឹកពុះចាំបងប្អូនបងគ្រឿងឆ្អាបយើងចូលហ្នឹងគឺមានម្នាស់ខ្ញុំប្រើ1/4គឺម្នាស់មួយនេះយើងពុះយកជា4ហ្នឹងខ្ញុំយកតែមកជ្រុងទេហើយខ្ជាយខ្ញុំប្រើ10មើម10វាបែកចឹងមកគល់ក្រៃហ្នឹងក៏10មកបែកចឹងដែរខ្ញុំប្រើ5ដើមរួចហើយយើងចាប់ផ្ដើមបង់ត្រីចូលទៅជាមួយគ្នាទៅខ្ញុំមានពោះត្រីមានត្រីរ៉ស់ដែលយើងធ្វើឲ្យស្អាតហ្នឹងមួយកណាត់ហ្នឹងគឺកន្លះគីឡូយើងយកត្រីធ្វើឲ្យស្អាតហើយខ្ញុំដាក់ទឹកត្រីចូលចំនួន2សភាបាយដើម្បីពេលស្ងោរទៅឲ្យសាច់ត្រីយើងវារៀងមានជាតិតិចដែរហើយឲ្យបងប្អូនធ្វើការស្ងោរវា15នាទីកំឡុងពេលហ្នឹងខ្ញុំទៅធ្វើទឹកជ្រលក់ឲ្យហើយទឹកជ្រលក់ហ្នឹងគឺក៏ធ្វើតាមគាត់ដែរគាត់ឲ្យកិនម្ទេសបែបហ្នឹងណាបានឆ្ងាញ់អញ្ចឹងយើងសាកធ្វើតាមគេទាំងអស់ព្រោះយើងអត់ដែរញ៉ាំអត់ដែរធ្វើដែរហើយម្ទេសខ្ញុំប្រើចិត្ត1ខាំបងប្អូនចូលចិត្តញ៉ាំហឹរបងប្អូនដាក់ឲ្យច្រើនជាងហ្នឹងសំខាន់យើងកិនវាឲ្យម៉ត់កិនហើយបានខ្ញុំយកវាទៅលាយគ្រឿងសម្រាប់ការលាយគ្រឿងវិញគឺយើងលាយតាមចំណូលចិត្តទេបងប្អូនចង់បានរសជាតិបែបណាខ្ញុំលាយតាមនឹងមកសម្រាប់ខ្ញុំម្ទេសហ្នឹងខ្ញុំលាយជាមួយនឹងទឹកត្រីស្ករហើយនឹងមានទឹកខ្មេះដែរហើយខ្ញុំប្រើទឹកត្រីនោះ4សភាបាយកន្លែងវានៅក្នុងកំប៉ុងដែលយើងកិនមិននឹងមកឲ្យអស់ម្ទេសមកហើយខ្ញុំដាក់ស្ករចូលជិត1សភាបាយហើយអំបិលគឺខ្ញុំប្រើម្លឹកព្រាកាហ្វេហើយជាមួយនឹងទឹកខ្មេះគឺខ្ញុំដាក់2សភាបាយដាក់ប៉ុណ្ណឹងរសជាតិគឺឆ្ងាញ់ហ្មងមិនប្រៃពេកហើយក៏មិនផ្អែមហើយវាមានជាតិជូរល្មមណាអត់ជូរពេកទេហើយលាយភ្លាមភ្លក់ទៅគឺហឹលហោះហ្មងប៉ុន្តែទុកមកស្ទុះទៅគឺលេងសូវហឹលហើយឥឡូវខ្ញុំមកចាប់ដើមសោះបកាហើយដាំទឹកឲ្យពុះខ្ញុំមានបកាចំនួន3ខាំយើងសោះវាប្រហែលជា3នាទីទៅ4នាទីណាឲ្យវារៀងឆ្អិនតិចមកតែកុំឲ្យឆ្អិនពេកតែឆ្អិនពេកសាច់បកាយើងសោះអស់ជាតិអត់ឆ្ងាញ់ទេឥឡូវ3នាទីក្រោយខ្ញុំស្រង់វាឡើងដាក់ចានទុកឲ្យវាត្រជាក់សិនឥឡូវយើងមកមើលត្រីរបស់យើងវិញខ្ញុំស្ងោរវា15នាទីហ្នឹងគឺត្រីនៅអត់ទាន់ឆ្អិនទេនិយាយទៅបងប្អូនមើលតាមទំហំត្រីបងប្អូនអរគ្នាសំខាន់ឲ្យត្រីឆ្អិនត្រឹម50%អីទៅបងប្អូនចាប់ផ្ដើមជ្រុំម៉ាំជាមួយនឹងប្រហុកទៅព្រោះកាលណាបើយើងចាំដល់ត្រីឆ្អិនមិនជ្រុំសាច់ត្រីយើងវាអាចឆ្អិនជ្រុលទៅវាសោះអត់សូវមានជាតិទេព្រោះម៉ាំយើងត្រូវការចំណាយពេលយូរដែរតម្រាំតែយើងជ្រុំវាបែកសាច់ល្អបែរជាចូល5នាទីទៅ7នាទីអីត្រឹមម៉ាំយើងឆ្អិនហ្នឹងបានវាផុយសាច់ទៅបានយើងឈុំទៅវាងាយស្រួលហើយខ្ញុំប្រើម៉ាំហ្នឹង2សភាបាយជាប្រភេទម៉ាំសាច់បើបងប្អូនប្រើម៉ាំត្រីទាំងមូលមានឆ្អឹងមានអីចឹងប្រហែលវាអាចលើសនឹងអីចឹងណាអញ្ចឹងបងប្អូនលេងមើលតាមជាក់ស្ដែងតែយើងដាក់ច្រើនពេកវាធំក្លិនម៉ាំខ្លាំងសម្រាប់ខ្ញុំណាហើយបន្ទាប់ពីជ្រុំម៉ាំរួចហើយបងប្អូនដាក់ប្រហុកចូលបើបងប្អូនមានកត្រងធំជ្រុំម៉ាំជាមួយប្រហុកអំណាគ្នាក៏បានដែរតែកត្រងខ្ញុំវាតូចអញ្ចឹងទៅបានដាក់ប្រហុកចូលនោះ2សភាបាយដូចគ្នាហើយជាប្រភេទប្រហុកសាច់ដែរជ្រុំរួចហើយយើងចាប់ផ្ដើមដាក់ទឹកដូងមួយផ្លែហ្នឹងណាចាក់មកបានទឹក800 ml ដែរច្រើនដែរដូងវាធំមកហើយយើងចាក់វាចូលមកខ្ញុំចាក់ទាំងអស់ដូងមួយផ្លែហ្នឹងតែដោយសារឆ្លាំងទូចលើចាំស្រង់ត្រីស្រង់អីចេញសិនបានយើងចាក់បន្ថែមទៀតហើយពេលចាក់ទាំងដូងចូលហើយហ្នឹងបងប្អូនស្ងោរវាប្រហែលជា5នាទីឯទៀតទៅរមុំទៅត្រីយើងឆ្អិនល្អនិយាយទៅសរុបទាំងអស់មកត្រីហ្នឹងគឺខ្ញុំស្ងោរចូលកន្លះម៉ោងដោយសារត្រីខ្ញុំវាក្រាស់ពេលដែលវាពុះហ្នឹងវាមានពពុះមានអីបងប្អូនពុះពពុះចោលបដាទៅដើម្បីទឹកស៊ុបយើងវាថ្លាហើយឥឡូវនេះក្រោយកន្លះម៉ោងមកត្រីយើងគឺឆ្អិនហើយអញ្ចឹងខ្ញុំនឹងស្រង់ត្រីនឹងចេញមកមិនស្រង់ថាត្រីទេគឺយើងស្រង់គ្រឿងទាំងអស់នឹងចេញមកទាំងអស់ដើម្បីឲ្យទឹកស៊ុបយើងកុំឲ្យវាញ៉ៃញ៉ៃចងេងយើងស្រង់គ្រឿងទាំងអស់នឹងចេញមកហ្នឹងគឺទឹកស៊ុបយើងគឺវាស្អាតណាវាអត់ពិបាកទេពេលដែលយើងដួសយកមកស៊ុបខ្ញុំចុកញ៉ាំមកហើយមុននឹងបងគ្រឿងគឺខ្ញុំភ្លក់ទឹកស៊ុបនឹងមើលសិនព្រោះរសជាតិម៉ាំវាអាចខុសៗគ្នាអញ្ចឹងបងប្អូនភ្លក់ហើយចាំថែមគ្រឿងពេលដែលភ្លក់ហើយគឺខ្ញុំថែមអំបិលហ្នឹងកន្លះស្ព្រាបាយហើយស្ករកន្លះស្ព្រាបាយពេលដែលខ្ញុំភ្លក់ហើយសម្រាប់ទឹកស៊ុបម៉ាំហ្នឹងគឺយើងបើសម្រាប់ខ្ញុំយកផ្អែមពេកគឺអត់ឆ្ងាញ់ទេអញ្ចឹងទឹកស៊ុបដែលខ្ញុំធ្វើរសជាតិគឺវាស្រាលវាអត់ផ្អែមហើយក៏អត់ប្រៃខ្លាំងដែរហើយខ្ញុំបានដាក់ប៊ីចេងហ្នឹងមកចុងសភាកាហ្វេដែរប
បងប្អូនចូលចិត្តបងប្អូនដាក់ទៅបើថាបងប្អូនអត់ប្រើចេះមិនដាក់ទេភ្លក់ល្មមឆ្ងាញ់ហើយគឺមកវាចោលនឹងសិនខ្ញុំទៅចាប់ផ្ដើមបេះត្រីយើងជជែកហើយហ្នឹងគឺបេះសំពោះសាច់ត្រីហ្នឹងយើងបេះវាឲ្យនៅដុំធំតិចមកពេលញ៉ាំប៉ះទៅឆ្ងាញ់ហើយបកាអីបងប្អូនបកស្បកចេញឲ្យស្អាតអស់មកហើយទឹកត្រីម្ទេសយើងម្ទេសកិនយើងហ្នឹងពេលយើងធ្វើវាទុំចឹងទៅនាំដល់ពេលញ៉ាំគឺវាចូលគ្រឿងឆ្ងាញ់ខ្លាំងមែនតើហើយចំពោះបន្លែខ្ញុំមានសាយងចេកឈូសមានតកួនឈូសមានស្ដាយបដោះជីគ្រប់មុខហើយជាមួយនឹងផ្កាស្នារនឹកតំណំឃើញហើយទឹកជ្រលក់យើងនិយាយទៅនំចុកហ្នឹងឆ្ងាញ់នឹងទឹកម្ទេសហ្នឹងបងប្អូនអរគ្នាបងប្អូនចូលចិត្តញ៉ាំម្ទេសវិញគឺឆ្ងាញ់ហ្មងបើថាអត់សូវបញ្ញាម្ទេសទេរៀងស្ទើរទៅយាយព្រោះពេលដែលយើងរៀបចំគ្រឿងក្រៅហើយអស់ហ្នឹងណាហើយយើងស្រូបទឹកស៊ុបដាក់ពីលើមកហើយពេលដែលបងប្អូនញ៉ាំបងប្អូនស្រូចតែទឹកជ្រលក់នឹងពីលើមកហិលហើយច្បាច់ក្រូចឆ្មាថែមហងពេលដែលញ៉ាំវាជូរតិចមកគឺឲ្យឆ្ងាញ់ខ្លាំងមែនតើនិយាយតែឆ្ងាញ់ផុសគេមែនណាបងប្អូនអរគ្នាបងប្អូនអត់ធ្លាប់ធ្វើអីសាកល្បងធ្វើទាំងអស់គ្នាទៅឬក៏ថានឹងជាប្រភេទនំចុកទឹកម៉ាំរបស់អ្នកកម្ពុជាក្រមដែរអញ្ចឹងណាចឹងខ្ញុំសាកធ្វើតាមគាត់ដែរទេអរគុណច្រើនមកអូនតងដែលបានចែកម្លែករូបមន្តឆ្ងាញ់ហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំពីដើមដល់ចប់មានសំណួរឬយោបល់អាច comment នៅខាងក្រោមវីដេអូបានហើយកុំភ្លេចជួយ subscribe channel YouTube និង follow page របស់ខ្ញុំផងអរគុណជំរាបលាជួបគ្នាវីដេអូក្រោយ